Channel និទានរឿងសូមជូនរឿងជាតិខ្លាធំកាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចោមក្សត្រីមានមន្ត្រីចតុស្ដម្ភ4នាក់មានហោរា1នាក់ជាតំណាងនៃព្រះនេត្រព្រះកាព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរពាពេញកិត្តិយសជាម្ចាស់ផែនដីតាមរាជប្រពៃណីអំពីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រីនិងចតុស្ដម្ភទាំង4នាក់ពុំបានរៀនវេទមន្តការពិជ័យសង្គ្រាមដោយព្រះរាជាមុនឡើយព្រះអង្គទ្រង់តែងព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជាអនុភាពព្រះអង្គចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថាបើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្ដើមព្រះនគរអញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្តដោយងាយពុំខានឡើយថ្ងៃមួយវេលាម៉ោង8ព្រឹកព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោងដោយមានព្រះអគ្គមហេសីគង់ណែបអែបចិត្តព្រះអង្គហើយដោយមានហោរាចតុស្ដម្ភទាំង4នាក់និងមន្ត្រីឯទៀតក្រាបបង្គំកលជាធម្មតាពេលនោះទ្រង់ភ្នក់ព្រះទ័យទៅរៀនសិលសាស្ត្រក្នុងសំណាក់អាចារ្យទិសាបាមកឯនគរតកសិលាទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសីនិងហោរាចតុស្ដម្ភថានឹងចេញទៅរៀនព្រះអគ្គមហេសីក៏សុំតាមទៅផងឯហោរានិងចតុស្ដម្ភទាំង4នាក់ក៏សុំតាមហែហោមព្រះអង្គទៅដែរដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គទ្រង់ព្រះរាជានុញ្ញាតជំនុំស្រេចហើយមានថ្ងៃមួយព្រះអង្គទ្រង់នាំព្រះអគ្គមហេសីហោរានិងចតុស្ដម្ភទាំង4អ្នកចាកចេញព្រះនគរគម្រប់7ថ្ងៃដល់នៅនគរកតសិលាបានជួបនឹងអាចារ្យទិសាបាមកក៏សុំរៀនសិលវេទអាចារ្យទិសាបាមកទទួលភារៈបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះសពគ្រប់ទោះបីនឹងខ្លែងខ្លួនជាសត្វដេរឆានឬជាយក្សកន្ធពសុបនាកាក៏បានដោយងាយរៀនចេះចប់ស្រេចស្ដេចសុំលាលោកអាចារ្យវិលត្រឡប់មកព្រះនគរវិញអាចារ្យក៏អនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរមកវិញព្រមដោយហោរានៅចតុស្ដម្ភទាំង4នាក់ទ្រង់ចេញចាកក្រុងតកសិលាមកបាន3ថ្ងៃ
ហេតុតែជាផលកម្មនាំឲ្យវង្វេងផ្លូវទ្រង់យាងកាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់ស្ដាយព្រះជន្មទ្រង់ក៏ជំនុំគិតជាមួយហោរាចតុស្ដំទាំង4នាក់ព្រមទាំងព្រះអគ្គមហេសីថាឥឡូវនេះយើងចិត្តដល់នៅការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះគ្មានអាហារនិងចិញ្ចឹមជីវិតតើអស់លោកយល់ឃើញដូចម្ដេចហោរាទូលព្រះអង្គថាទូលព្រះបង្គំជាខ្ញុំយល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមកសឹងចេះសពគ្រប់ដូចគ្នាហេតុនេះបើនឹងប្រែក្រឡាខ្លួនជាសត្វខ្លាធំហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទម្រាំតែទៅដល់ព្រះនគរសឹមក្រឡាខ្លួនជាមនុស្សវិញក៏បានព្រះរាជាព្រះអគ្គមហេសីនៅចតុស្ដំតាមហោរាទ្រង់ក៏ព្រះបន្ទូលថាឥឡូវរុក្ខខ្លាទាំងមូលនេះអ្នកណានឹងត្រូវក្រឡាខ្លួនធ្វើជាអ្វីចតុស្ដំសុំធ្វើជើងខ្លាទាំង4ហោរាសុំធ្វើកន្ទុយព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លារុក្ខខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួអង្គព្រះមហាក្សត្រីជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាក្រឡាខ្លួនកើតជាភក្ខរាជស្ដេចខ្លាបានដូចសេចក្តីប្រាថ្នាស្ទុះបោលដេញចាប់សត្វប្រើសក្តាន់ជាអាហារលុះអំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរាជសម្បត្តិនិងព្រះមហានគរពុំស្ដាយសោះហេតុនេះបានជាសត្វខ្លាមានកម្លាំងខ្លាំងជាងសត្វឯទៀតហើយសត្វខ្លានេះកាលណាចាប់សត្វជាអាហារគឺដឹងពីកន្ទុយមុនព្រោះជាហោរាដងខ្លួនដែលទន់ភ្លន់គឺព្រះអគ្គមហេសីជាស្ត្រីភាពឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យគឺតួអង្គព្រះមហាក្សត្រីដែលមានមោហិទ្ធិឫទ្ធិជាងគេទាំងអស់ឯជើងទាំង4ដែលមានកម្លាំងខ្លាំងហើយមានក្រចកមុតគឺចតុស្ដំទាំង4រឿងជាតិខ្លាធំចប់ដោយបរិបូរណ៍ប្រហែសបាត់ប្រយ័ត្នគង់